តាវុធអើយសូមជួយខ្ញុំផងខ្ញុំជាប់លើបង្គោលនេះមិនអាចហោះទៅណាបានទេបើអ្នកជួយខ្ញុំនឹងឲ្យកំណប់មួយដែលជាការតបស្នងសួស្តីប្រិមិត្តអួលមកជួបគ្នាសាច់ជាថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងនិទានហើយថ្ងៃនេះដែរយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថាកំណប់នៅរដូវវស្សាមេឃភ្លៀងស្រស្រិចសំឡេងកង្កែបហ៊ីងយំត្រហឹងពេញវាលស្រែក្តាមស្រងែវាពេញដីត្រីអណ្ដែងត្រីក្រាញ់នៅនីលនៅលើភ្លឺស្រែដែលជាហេតុនាំឲ្យមនុស្សម្នានាំគ្នាចេញទៅឆ្លោះត្រីពេញវាលស្រែហើយនៅក្នុងនោះក៏មានបរិសុទ្ធចំណាស់ម្នាក់ឈ្មោះថាតាវុធរស់នៅក្នុងភូមិតូចមួយក្បែរវាលស្រែធំគាត់ជាមនុស្សក្រីក្រតែមានចិត្តស្មោះត្រង់និងឧស្សាហ៍ព្យាយាមក្នុងការធ្វើការរាល់យប់គាត់តែងតែយកពិលទៅឆ្លោះត្រីនៅតាមវាលស្រែដើម្បីយកមកធ្វើម្ហូបដើម្បីផ្គត់ផ្គង់គ្រួសារនិងចិញ្ចឹមកូនយប់មួយខណៈដែលតាវុធកំពុងតែឆ្លោះត្រីស្រាប់តែគាត់បានឃើញពន្លឺភ្លើងភ្លឹបភ្លែតចេញពីកំពតព្រៃមួយកន្លែងភ្លើងនោះមិនដូចជាភ្លើងធម្មតាទេវាហោះឡើងលើចុងព្រៃហើយវិលចុះវិលឡើងដោយកំពុងតែស្វែងរកអ្វីមួយតាវុធដឹងភ្លាមថានោះប្រហែលជាភ្លើងអាបដែលជាអបិយជំនឿរបស់មនុស្សដែលបាននិយាយតគ្នាមកដោយសេចក្តីចង់ដឹងគាត់បានដើរទៅពីក្រោយដើមឈើធំមួយហើយអង្គុយលបមើលពីចម្ងាយគាត់បានអង្គុយរង់ចាំនៅទីនោះយ៉ាងយូរតែពន្លឺភ្លើងនោះនៅតែហោះមិនទៅណាសោះនៅតែភ្លឺភ្លឹបភ្លែតនៅនឹងមួយកន្លែងចិត្តគាត់ចង់ដឹងកាន់តែខ្លាំងគាត់ក៏បានដើរទៅជិតបន្តិចម្ដងដោយបេះដូងរបស់គាត់ចាប់ដើមលោតញាប់ខុសពីធម្មតាពេលទៅដល់ជិតគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពន្លឺភ្លើងនោះមិនមែនជាភ្លើងអ្វីផ្សេងទេប៉ុន្តែជាភ្លើងអាបរបស់ស្ត្រីម្នាក់ដែលកំពុងតែជាប់នៅលើបង្គោលឫស្សីដែលអ្នកភូមិបានដាក់នៅក្នុងស្រែហើយអាបនោះគឺជាយាយម៉ាំដែលជាមនុស្សចាស់ម្នាក់នៅក្នុងភូមិដែលគាត់ធ្លាប់ស្គាល់យាយម៉ាំមើលមកគាត់ដោយទឹកមុខភ័យហើយនិយាយដោយសំឡេងស្រទន់ថាតាវុធអើយសូមជួយខ្ញុំផងខ្ញុំជាប់លើបង្គោលនេះមិនអាចហោះទៅណាបានទេបើអ្នកជួយខ្ញុំនឹងឲ្យកំណប់មួយដែលជាការតបស្នងតាវុធឮបែបនោះក៏ស្ទាក់ស្ទើរបន្តិចព្រោះគាត់ខ្លាចប៉ុន្តែដោយចិត្តអាណិតមនុស្សចាស់គាត់ក៏សម្រេចជួយដោះក្បាលអាបនោះចេញយ៉ាងប្រុងប្រយ័ត្នពេលក្បាលអាបនោះត្រូវបានដោះលែងក្បាលអាបនោះក៏បានហោះឡើងទៅលើអាកាសភ្លាមហើយនិយាយពាក្យចុងក្រោយថាស្អែកព្រឹកអ្នកមកកន្លែងនេះវិញអ្នកនឹងឃើញអ្វីមួយដែលខ្ញុំទុកឲ្យអ្នកតាវុធបានត្រឡប់ទៅផ្ទះដោយចិត្តចង់ដឹងនៅព្រឹកស្អែកបន្ទាប់គាត់បានមកទីនោះវិញនៅកន្លែងដែលជាប់នោះគាត់បានឃើញផ្ដិលខាត់មួយដែលមានពន្លឺភ្លឺដូចសម្រិតពេលគាត់បើកមើលនៅក្នុងនោះឃើញសិតតែប្រាក់និងវត្ថុមានតម្លៃជាច្រើនបន្ទាប់ពីបានមាសប្រាក់តាវុធមិនបានយកទៅចាយវាយផ្ដេសផ្ដាស់ភ្លាមនោះទេគាត់បានរក្សាវាទុកដើម្បីជួយគ្រួសារនិងប្រើប្រាស់ដោយប្រុងប្រយ័ត្នពេលក្រោយមកគាត់បានប្រាប់កូនចៅថាកំណប់នេះមិនមែនបានមកពីអំណាចអាបទេតែបានមកពីចិត្តល្អនិងជួយអ្នកដទៃកុំធ្វើអាក្រក់ទោះបីជាជួបអ្វីក៏ដោយត្រូវតែមានចិត្តមេត្តាជានិច្ចចាប់តាំងពីពេលនោះមកកូនចៅរបស់តាវុធក៏បានរក្សាផ្ដិលខាត់នោះទុកជាសញ្ញានៃសេចក្តីល្អនិងប្រាប់ទៅអ្នកចំនួនក្រោយតគ្នារហូតដល់សពថ្ងៃហើយសាច់រឿងកំណប់អាបក៏ត្រូវបានបញ្ចប់តែត្រឹមនេះបើមានចន្លោះខ្វះខាតឬលឺលួសtrongចំណុចណាក៏សូមមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តអ្នកទស្សនាហើយខ្ញុំបាទក៏សូមអរកាយគ្រប់គ្នាជួបគ្នានៅពេលវេលាលើកក្រោយបាយបាយ